លោកពឿនព្រឹកនេះមានព័ត៌មានអ្វីពីខេត្តបៃលិនដើម្បីជម្រាបជូនទៅកាន់ត្រូវទស្សនិកជនតាមព្រឹកមានព័ត៌មានមួយគឺរដ្ឋបាលខេត្តបៃលិនបន្តចែកវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យជូនដល់ប្រជាពលរដ្ឋនៅក្នុងគុំតឡាក្រៅបាទចាសសូមជើញបាទនៅថ្ងៃទី6ខែមករាឆ្នាំ2026អាយុរដ្ឋអភិបាលអភិបាលរួមខេត្តបៃលិនកំណាងលោកជាទាវបានទៅមកអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាកណ្ដីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិអូរស័យក្រោមភូមិលាវភូមិទួលនិងភូមិវាលស្ថិតនៅក្នុងភូមិសាលាក្រៅក្នុងស្រុកសាលាក្រៅខេត្តបៃលិនពីទីនេះក៏មានការចូលរួមពីលោកខុងពៅប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបៃលិនតំណាងធនាគារមីក្រូហែមវត្ថុអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋម្ចាស់ដីសរុបចំនួន350គ្រួសារលោកខុងពៅប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបៃលិនបានមានប្រសាសន៍ថាដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរសម្ដីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងក៏មានការណែនាំចង្អុលបង្ហាញពីលោកជំទាវបានទៅមុំអភិបាលនិងគណៈអភិបាលខេត្តបៃលិនមន្ត្រីជំនាញនៃមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបានអនុវត្តតាមនីតិវិធីនៃការចុះវង្វេងពេញគ្រីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋទទួលបានលទ្ធផលយ៉ាងល្អប្រសើរជាស្ដែងនៅក្នុងពេលនេះយើងបានបញ្ចប់នីតិវិធីនៃការវង្វេងការចុះបញ្ជីនិងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ក្បាលដីសរុបចំនួន1548ក្បាលដីជូនប្រជាពលរដ្ឋម្ចាស់ដីលោកប្រធានមន្ត្រីបានមានប្រសាសន៍បន្តថានៅក្នុងខេត្តបៃលិនមានក្បាលដីចំនួន57842ក្បាលដីបានចុះបញ្ជីនិងបានប្រគល់វិញ្ញាបនបត្ររួចរាល់ចំនួន16203ក្បាលដីដោយឡែកសម្រាប់ស្រុកសាលាក្រៅមានក្បាលដីចំនួន39165ក្បាលដីបានបញ្ចប់ការវាស់វែងរួចរាល់និងបានចេញវិញ្ញាបនបត្រចំនួន3989ក្បាលដីដោយរួមទាំងក្បាលដីក្នុងពិធីនេះផងដែរហើយដល់ហុកសុផលអភិបាលរងខេត្តបៃលិនបានមានប្រសាសន៍ថាឯកសារកម្មសិទ្ធិម្ចាស់អចលនទ្រព្យនេះគឺមានសារៈសំខាន់ណាស់ព្រោះវាជាផុសតាងនៃសិទ្ធិប្រមុខលើដីធ្លីដើម្បីធានាការប្រើប្រាស់ការលក់ដូរការផ្ទេរសិទ្ធិឬការដាក់បញ្ចាំធានាប្រាក់កម្ចីពីធនាគារសម្រាប់បង្កើតឬពង្រីកមុខរបររបស់ប្រជាពលរដ្ឋយើងអភិបាលរងខេត្តបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋបានទទួលនៅវិញ្ញាបនបត្រត្រូវរក្សាទុកឯកសារនេះឲ្យបានល្អនិងប្រើប្រាស់ដោយច្បាស់លាស់ដើម្បីទទួលបាននៅអត្ថប្រយោជន៍ពេញលេញពីពិសេសក្នុងការជួយកាត់បន្ថយភាពក្រីក្រដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាយុរដ្ឋសភាក៏បានថ្លែងអំណរគុណនិងមានកម្លាំងខ្ពស់ចំពោះអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធដែលបានខិតខំធ្វើការងារចុះបញ្ជីនិងចែកវិញ្ញាបនបត្រជូនដល់ប្រជាពលរដ្ឋនិងជំរុញឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានបន្តធ្វើការងារនេះឲ្យបានល្អប្រសើរបន្តទៀតដើម្បីសម្រេចបាននូវលទ្ធផលតាមផែនការដែលបានកំណត់បាទនេះជាព័ត៌មានពីខេត្តបៃលិនគឺបានសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណច្រើនលោកពឿនជំរាបលាជួបគ្នាពេលក្រោយទៀតចា៎សូមអរគុណសូមជម្រាបលាបាទ